Đặc nôngប្រទេស47ឆ្នាំធ្វើឲ្យសម្ដេចតេជោស្គាល់ស្ទើរគ្រប់រូបជាតិនៃបញ្ហារបស់ជាតិប្រជាជនបញ្ហាតំបន់និងអន្តរជាតិការដឹកនាំកម្ពុជារយៈពេល47ឆ្នាំរបស់សម្ដេចតេជោហ៊ុនសែនដែលបាននាំនៅសន្តិភាពការរួបរวมនិងការអភិវឌ្ឍដោយសពថ្ងៃគឺជាលទ្ធផលដែលបានផ្ដល់ជូនប្រជាជនទូទាំងប្រទេសហើយប្រជាជនទូទាំងប្រទេសក៏បានផ្ដល់នូវសេចក្តីទុកចិត្តគោរពស្រឡាញ់និងគាំទ្រចំពោះសម្ដេចនិងគណៈបកប្រជាជនចំពោះការដឹកនាំជាតិសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាយប់ថ្ងៃទី13មករាបានបង្ហាញសារបញ្ជាក់ពីខួប41ឆ្នាំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលនោះមានវ័យត្រឹមតែ32ឆ្នាំប៉ុណ្ណោះសម្ដេចតេជោបានបង្ហាញយ៉ាងដូចនេះថាស្ទើរតែភ្លេចថ្ងៃនេះជាថ្ងៃខួបលើកទី41ឆ្នាំនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ14មករា1985ដល់14មករាឆ្នាំដល់14មករា2026ដែលដល់14មករា2026ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលវ័យក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ32ឆ្នាំបន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីក្រសួងការបរទេសខែមករាឆ្នាំ1979ក្នុងវ័យ27ឆ្នាំជាឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសខែមិថុនាឆ្នាំ1981ក្នុងវ័យ29ឆ្នាំសម្ដេចតេជោគូបញ្ជាក់ថារយៈពេលបំពេញការងារក្នុងរាជរដ្ឋាភិបាលរយៈពេលជាង44ឆ្នាំនិងនៅព្រឹទ្ធសភាជិត3ឆ្នាំសរុបជាង47ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រូបជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ